สิทธาមានអាយុ27ឆ្នាំមកពីអង្គការគ្រួសារថ្មីនៅរាជធានីភ្នំពេញហើយរូបគាត់មានស្រុកកំណើតនៅភ្នំពេញ3ឃុំចាក់អង្រែខណ្ឌមានជ័យរាជធានីភ្នំពេញគាត់មានបងប្អូនចំនួន5នាក់គាត់ជាកូនទី3នៅក្នុងគ្រួសារដោយនៅក្នុងគ្រួសារគាត់គឺជាជនពិការសម្លេងដែលមិនអាចនិយាយបានតាំងពីកំណើតមកម្លេះហើយសពថ្ងៃនេះបងសិដ្ឋាគឺជាបុគ្គលិកផ្នែកចុងភៅម្នាក់នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបងសិដ្ឋាបានចូលមកធ្វើការនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបតាំងពីឆ្នាំ2012គឺដើម្បីជួយសម្រួលដល់សាលានិងការសិក្សារបស់សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបទាំងមូលរាល់ការងារផ្ទះបាយទាំងអស់គាត់គឺជាអ្នករ៉ាប់រងទាំងអាហារគ្រូបរទេសលោកគ្រូអ្នកគ្រូព្រមទាំងសិស្សនិស្សិតទាំងអស់ក្នុងមួយថ្ងៃគាត់ធ្វើអាហារចំនួន3ពេលគឺពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចគាត់ពិតជាមានការមមាញឹកក្នុងការធ្វើអាហាររបស់គាត់ខ្លាំងណាស់ប៉ុន្តែគាត់ពេញចិត្តក្នុងការគ្រប់គ្រងផ្ទះបាយបានយ៉ាងល្អទោះជាយ៉ាងណាក៏ដោយក៏គាត់មិនអស់សង្ឃឹមក្នុងការបំពេញតួនាទីរបស់គាត់ដែរក្នុងការមើលខុសត្រូវចំពោះរឿងម្ហូបអាហារចំពោះរូបគាត់ដោយរូបគាត់បានបញ្ជាក់ថាខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្ដល់ឱកាសឲ្យរូបខ្ញុំធ្វើការនៅទីនេះហើយខ្ញុំនឹងខិតខំប្រឹងប្រែងបន្តធ្វើម្ហូបឲ្យអ្នករាល់គ្នាបានហូបជួយដាំបាយធ្វើម្ហូបអាហារដល់អ្នករាល់គ្នាបានឆ្ងាញ់ពិសាទោះបីជាវាមានការលំបាកបន្តិចបន្តួចក៏ដោយសម្រាប់រូបខ្ញុំបាទសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះប៊ុនពន្លកជាប្រធានផ្នែកខាងការងារទូទៅនៅសាលាបច្ចេកទេសដុនបូស្កូកែបបាទតួនាទីការងាររបស់ខ្ញុំមានគ្រប់គ្រងសាលាតាក់ទងនឹងសាលាមានបញ្ហាអ្វីទាំងអស់គឺខ្ញុំជាអ្នកដោះស្រាយបញ្ហាខូចនេះខូចនោះមើលបុគ្គលិកជាពិសេសផ្ទះបាយតែម្ដងទាំងគ្រូទាំងបុគ្គលិកទាំងអស់ឲ្យចូល100នាក់ប៉ុន្តែសម្រាប់ថ្មីនេះឆ្នាំសិក្សាថ្មីនេះមានសិស្សតុងប្រហែលជាជិត200នាក់អញ្ចឹងគឺការធ្វើការរបស់គាត់គឺមានសភាពខ្លាំងជាងមុនគឺគាត់ត្រូវការបញ្ចេញនៅកម្លាំងគាត់ខ្លាំងគឺគាត់ត្រូវការធ្វើការច្រើនជាងមុនហើយការងាររាល់ថ្ងៃគាត់ធ្វើម្ហូបប៉ុន្តែរាល់ពេលទាំងអស់នោះគឺមានកូនសិស្សជួយគាត់ពីព្រោះគ្នាច្រើនអញ្ចឹងការងារទាំងអស់នោះគាត់អាចរត់ទៅបានគឺសម្អាតរាល់ថ្ងៃនៅពេលដែលធ្វើហើយគឺរៀបចំស្អាតតែម្ដងអត់មានភាពរញ៉េរញ៉ៃគឺមានអនាម័យដើម្បីយើងរស់នៅទីនេះទៅយើងជាកន្លែងអាហារគឺជាកន្លែងដែលយើងហូបចុកអញ្ចឹងយើងគឺត្រូវការស្អាតព្យាយាមយ៉ាងណាក៏ដោយគឺត្រូវតែស្អាតប៉ុន្តែគាត់បានបញ្ចប់នៅវគ្គសិក្សារបស់គាត់គឺភាសាកាយវិការខ្ញុំគិតថាគាត់គឺជាមនុស្សពិសេសណាស់គាត់គឺជាមនុស្សកែគាត់ចេះទាំងសរសេរនិងមានគំនិតច្រើនធ្វើការងារនៅទីនេះអ្វីដែលខ្ញុំចង់សួរគាត់ខ្ញុំធ្វើកាយវិការដាក់គាត់ហើយយើងអាចធ្វើការងារបានល្អបើតែគាត់ពិការមែនតែគាត់អាចធ្វើម្ហូបបានហើយខ្ញុំតបសរសើរគាត់មែនសម្រាប់ខ្ញុំថាវាមិនមានបញ្ហាអីវាច្រើនទេព្រោះគាត់អាចជាលក្ខណៈថាអាចទៅយកម្ហូបបាននៅពេលដែលយើងត្រូវការមួយយើងថាធ្វើដៃតិចតួចទៅព្រោះខ្ញុំមករៀននេះបានរយៈពេល1ឆ្នាំហើយខ្ញុំអាចដឹងពីអារម្មណ៍របស់គាត់បានច្រើនមកព្រោះថានេះវាជាចង់ជាទម្លាប់របស់ខ្ញុំហើយសម្រាប់ត្រូវការអ្វីពីគាត់មួយវាអត់មានបញ្ហាច្រើនសម្រាប់ខ្ញុំ
រូបគាត់ក៏មានពេលសម្រាប់ការទទួលទានអាហារជាមួយនឹងបងស្រីខួចដែលជាជនពិការសំឡេងដោយរូបគាត់យ៉ាងសប្បាយក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ ជាចុងក្រោយរូបគាត់ក៏សូមអរគុណជាខ្លាំងដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែបដែលបានទទួលរូបគាត់មកធ្វើការនៅក្នុងសាលានេះហើយរូបគាត់សូមផ្ដាំដល់ជនពិការទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីជួយដល់ខ្លួនគ្រួសារនិងសង្គមហើយសូមឲ្យជនពិការគ្រប់រូបត្រូវមានការតស៊ូព្យាយាមសូមកុំអស់សង្ឃឹមក្នុងឆាកជីវិតទោះបីជាយើងជាជនពិការក៏ដោយ។